Ok, sự đây từngគ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញអំពីការគណនាអាយុនៅក្នុងកម្មវិធី Excel ហើយនឹងយើងធ្វើការរាប់ចំនួន2ប្រៀបធៀបគ្នាអញ្ចឹងមុននឹងយើងគណនាអាយុបានអ្នកទាំងអស់គ្នាត្រូវធ្វើការបញ្ចូលទិន្នន័យសិនអញ្ចឹងការបញ្ចូលទិន្នន័យសំខាន់គឺកន្លែងនេះកន្លែងថ្ងៃខែឆ្នាំកំណើតនេះអ្នកទាំងអស់គ្នាត្រូវតែចូលទៅកំណត់នៅក្នុង number custom ឥឡូវដូចជាខ្ញុំបានបង្ហាញនៅលើនេះ number custom មកហើយយើងធ្វើការកំណត់ថាយើងចង់ឲ្យចេញថ្ងៃយើងដាក់ D 2 ដងទៅតមកទៀតយើងដាក់សញ្ញាដកហើយខែយើងដាក់3ក៏បាន4ក៏បានតមកទៀតយើងដាក់ឆ្នាំមកចុចឆ្នាំយើងដាក់ Y4 ហើយចុច OK នេះអញ្ចឹងយើងកំណត់ទម្រង់បែបនេះបានហើយយើងចុច OK អញ្ចឹងបានមកប៉ុណ្ណេះហើយយើងធ្វើការគណនាអាយុបានហើយអញ្ចឹងយើងចង់ដឹងថាម្នាក់នឹងគាត់អាយុប្រហែលយើងចូលដាក់សញ្ញាស្មើហើយយើងប្រើប្រមុន that if ដាក់វងខ្ចោយើងមកចុចនៅលើថ្ងៃខែឆ្នាំកំណត់របស់គាត់នេះតមកទៀតក្បៀសយើងដាក់ថា today តមកទៀតយើងដាក់រង្វង់ខ្យល់បិទហើយយើងដាក់សញ្ញាក្បៀសយើងដាក់លក្ខខណ្ឌចូល y អក្សរ y បានន័យថាឆ្នាំណាអញ្ចឹងយើងបិទរង្វង់ខ្យល់វិញហើយចុច enter នៅក្នុងនេះអាយុរបស់គាត់មាន10ឆ្នាំអញ្ចឹងយើងអាចទាញចុះមកក្រោមមកអញ្ចឹងវាឃើញប៉ុណ្ណេះបន្ទាប់ពីឃើញបានអាយុហើយអ្នកទាំងអស់គ្នាចង់រាប់ឧទាហរណ៍ថាភេទស្រីឬក៏ភេទប្រុសអញ្ចឹងអាយុ10ឆ្នាំនឹងមានប្រមាណនេះ12ឆ្នាំមានប្រមាណនេះអញ្ចឹងយើងធ្វើការដាក់លក្ខខណ្ឌឲ្យគាត់នៅទីនេះចោលមុនវានៅទីនេះមកអញ្ចឹងឧទាហរណ៍កន្លែងនេះខ្ញុំដាក់ថាសេកចង់រាប់ភេទស្រីហើយចង់រាប់អាយុឧទាហរណ៍ថាអាយុ12ឆ្នាំហ្នឹងមានប្រមាណនេះអញ្ចឹងយើងធ្វើការ custom វារៀបចំវាបានស្អាតមកអូខេអញ្ចឹងកន្លែងនេះយើងធ្វើការរាប់ចំនួនវាយើងខនមកយើងដាក់សញ្ញាស្មើហើយសេពាក្យថា con if មានអក្សរ s រួចដាក់រង្វង់ខ្យល់ទី1គឺយើង select នៅលើអាយុរបស់គេទាំងអស់នេះហើយយើងដាក់សញ្ញាក្បៀសទី2គឺយើងទៅ select យកលក្ខខណ្ឌយើងចង់រាប់គឺកន្លែងអាយុកន្លែងនេះក្បៀសមកទី3យើងទៅ select លក្ខខណ្ឌទី2គឺភេទក្បៀស select លក្ខខណ្ឌមួយទៀតភេទអីគេដែលយើងចង់ដាក់នៅកន្លែងនេះភេទស្រីឬភេទប្រុសហ្នឹងតែពីយើងដាក់បានប៉ុណ្ណឹងហើយយើងបិទវងចោលរួចចុច enter វិញអញ្ចឹងនៅក្នុងនេះភេទស្រីអាយុ12ឆ្នាំគឺអត់មានទេឥឡូវយើងមើលជាក់ស្ដែងមានឬអត់អូខេអញ្ចឹងអត់មានទេចុះបើសិនជាយើងដូរដាក់អាយុ10ឆ្នាំវិញ enter មកអញ្ចឹង10ឆ្នាំភេទប្រុសមាន10នាក់ភេទស្រីជាស្រីភេទស្រីមាន3នាក់នេះហើយនេះភេទស្រីអាយុ10ឆ្នាំទេអូខេអញ្ចឹងកន្លែងនេះបើយើងចង់ដូរភេទប្រុសយើងវាយតអក្សរ F M មកវានឹងលោតឲ្យភេទប្រុសអាយុ10ឆ្នាំគឺអត់មានទេអញ្ចឹងខ្ញុំដាក់ភេទស្រីវិញនេះហើយយើង custom វាទៅស្អាតមកយើងអាចដាក់តារាងបាទអញ្ចឹងអាហ្នឹងគឺតើតើនឹងយើងរាប់ចំនួន2លក្ខខណ្ឌនៅក្នុងតារាងរបស់យើងអញ្ចឹងបើសិនជាវីដេអូនេះមានសំខាន់កុំភ្លេចចុច like និង share អរគុណច្រើនបាយបាយជួបគ្នាវីដេអូបន្ទាប់